ប្រទេសថៃដកហូតសញ្ជាតិរបស់លីយ៉ុងផាត់និងស៊ើបអង្កេតក្រុមហ៊ុន Prince Group រដ្ឋាភិបាលប្រទេសថៃក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីអនុទីនច័ន្ទវីរៈគុណ Enutin Chan Verakel បានចុះហត្ថលេខាដកហូតសញ្ជាតិថៃរបស់លោកលីយ៉ុងផាត់ លីយ៉ុងផេត ឬប៉ាត់ស៊ូប៉ាផា អាយុ67ឆ្នាំដែលជាអ្នកជំនួយល្បីនិងសមាជិកព្រឹទ្ធសភាណាបាសប្រជាជនកម្ពុជាគាត់ត្រូវបានគេស្គាល់ថាជាសហការីជិតស្និទ្ធរបស់លោកហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាមេដឹកនាំជាក់ស្ដែងនៃកម្ពុជាមូលហេតុនៃការដកសញ្ជាតិក្រសួងមហាផ្ទៃថៃបានបញ្ជាក់ថាសកម្មភាពរបស់លីយ៉ុងផាត់បានប៉ះពាល់ដល់សន្តិសុខជាតិនិងផលប្រយោជន៍សាធារណៈរបស់ប្រទេសថៃគាត់ត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹងអង្គការក្លែងបន្លំនិងជួញដូរមនុស្សដូច្នេះសញ្ជាតិរបស់គាត់ត្រូវបានដកហូតដើម្បីការពារពលរដ្ឋថៃពីគ្រោះថ្នាក់អាចកើតមានទណ្ឌកម្មពីសហរដ្ឋអាមេរិកកាលពីខែកញ្ញាឆ្នាំមុនក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិក Treasury បានដាក់ទណ្ឌកម្មលើលីយ៉ុងផាត់និងក្រុមហ៊ុន5ដែលគាត់ជាម្ចាស់ទណ្ឌកម្មរួមមានការបង្កទ្រព្យនិងហាមឃាត់ប្រតិបត្តិការជាមួយក្រុមហ៊ុនអាមេរិកអះអាងថាគាត់ជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ដូចជាការក្លែងបន្លំ scamming ការជួញដូរមនុស្ស human trafficking កម្លាំងពលកម្មដោយបង្ខំ forced labor សហរដ្ឋអាមេរិកបានរាយការណ៍ថានៅក្នុងរមណីយដ្ឋានដែលគាត់កាន់កាប់នៅកម្ពុជាមានប្រតិបត្តិការបោកប្រាស់ទ្រង់ទ្រាយធំដែលជនរងគ្រោះត្រូវបានបោកបញ្ឆោតថាមានការងារបន្ទាប់មកត្រូវឃុំខ្លួននិងបង្ខំឲ្យចូលរួមក្នុងការបោកប្រាស់តាមអនឡាញពួកគេត្រូវបានវាយដំធ្វើទារុណកម្មនិងរងការបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរវិធានការរបស់ថៃនាយករដ្ឋមន្ត្រីអនុទីនបានប្រកាសថាការដកសញ្ជាតិរបស់លីយ៉ុងផាត់បង្ហាញថារដ្ឋាភិបាលថៃកំពុងអនុវត្តវិធានការដែលប្រទេសដទៃមិនធ្លាប់ធ្វើដើម្បីការពារសន្តិសុខជាតិនិងបង្ហាញភាពតឹងរ៉ឹងចំពោះឧក្រិដ្ឋកម្មអន្តរជាតិការស៊ើបអង្កេត Prince Group ក្រៅពីការដកសញ្ជាតិនាយកដ្ឋានស៊ើបអង្កេតពិសេសថៃ DSI ក៏បានបើកការស៊ើបអង្កេតលើក្រុមហ៊ុន Prince International ថៃដែលត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងជាមួយក្រុមហ៊ុន Prince Group កម្ពុជាដែលជាកម្មសិទ្ធិរបស់ Ken Sai អាយុ39ឆ្នាំប្រធានក្រុមហ៊ុននោះ DSI ការិយាល័យប្រឆាំងការលាងលុយយកខ្វក់ EMLO និងធនាគារថៃកំពុងស៊ើបអង្កេតករណីលាងលុយនិងទំនាក់ទំនងនឹងសកម្មភាពបោកប្រាស់តាមអនឡាញក្រសួងយុទ្ធភ័ពថៃបានបញ្ជាក់ថាអ្នកនយោបាយឬអ្នកណាម្នាក់ដែលពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវតាមច្បាប់ដោយមិនគិតពីឋានៈការពន្យល់ពីភាគតូនិកក្រុមហ៊ុន Prince International មានភាគតូនិកថៃ2នាក់ដែលបានឆ្លើយតបទៅ DSI ថាក្រុមហ៊ុនខ្លួនគ្រាន់តែជាអាជីវកម្មអចលនទ្រព្យមិនទាក់ទងនឹង Prince Group ទេហើយប្រហែល90%នៃប្រាក់ចំណូលមកពីការជួលអចលនទ្រព្យក្នុងថៃសរុបសង្ខេបទស្សនៈសរុបថៃដកសញ្ជាតិលីយ៉ុងផាត់ដោយសារប៉ះពាល់ដល់សន្តិសុខជាតិអាមេរិកដាក់ទណ្ឌកម្មលើគាត់ពាក់ព័ន្ធនឹងការជួញដូរមនុស្សនិងការបោកប្រាស់ថៃកំពុងស៊ើបអង្កេត Prince Group និងក្រុមហ៊ុនពាក់ព័ន្ធដើម្បីទប់ស្កាត់បណ្ដាញឧក្រិដ្ឋកម្មអន្តរជាតិរដ្ឋាភិបាលថៃបង្ហាញភាពតឹងរ៉ឹងនិងសុចរិតចំពោះអំពើក្រិតជាសាធារណៈអត្ថបទនេះបង្ហាញពីការចាប់អារម្មណ៍ខ្លាំងរបស់ថៃចំពោះសន្តិសុខជាតិនិងការប្រឆាំងឧក្រិដ្ឋកម្មឆ្លងព្រំដែនដែលទាក់ទងនឹងបណ្ដាញក្លែងបន្លំនិងជួញដូរមនុស្សនៅតំបន់អាស៊ីអាគ្នេយ៍